ខ្ញុំទ្រាំមិនសរសើរ Doji មិនបានទេបងប្អូនអរគ្នាមូលហេតុដែលខ្ញុំសរសើរព្រោះថា Doji នេះគេផលិតតែផលិតចេញមកគឺមានច្រើនជម្រើសឲ្យយើងជ្រើសរើសហើយមានច្រើនតកូលមែនតើមានតកូល G តកូល E ដែលខ្ញុំកំពុងនិយាយពេលនេះគឺតកូល E3 VIP ហើយអ្វីដែលកាន់តែពិសេសជាងនឹងទៅទៀតហ្នឹងគឺកម្រាស់គេស្ដើងជាងមុនហើយបំពាក់មកជាមួយនឹង WPS ដែលយើងប្រើប្រាស់ការងារ Office បានមួយសេរី RAM វិញបានដល់ 32GB ឯណោះចំណែកឯ memory វិញ 256GB ហើយកម្លាំងសាក 18W កាមេរ៉ាខាងក្រោយ 13MP ខាងមុខ 5MP សម្រាប់យើងថតរូបថតអីចឹងទៅអ្វីដែលកាន់តែពិសេសជាងនឹងទៅទៀតគឺគេមកជាមួយនឹង speaker ដែលឮព្រោះមែនតែម្ដងយើងចាក់មើលរឿងចាក់វីដេអូកំសាន្តអីមិនបាច់ចាំស្វែងរក speaker ខាងក្រៅទេគឺឮព្រោះហើយ screen គេមិនតូចមិនធំពេក 11 inch ហើយ IPS refresh rate 90Hz កម្រិតបង្ហាញ Full HD+ ហើយឥឡូវមកមើលការបើកប្រអប់របស់គេការដែលគេ design ចេញមកមែនតើបាទតួរូបរាងហ្នឹងងាយស្រួលនៅក្នុងការកាន់ហើយស៊ីវិល័យស័ក្តិសមជាមួយនឹងអ្នកប្រើប្រាស់ tablet សម័យថ្មីបាទ tablet ឥឡូវនេះគឺល្បីមែនតើក្នុងការដែលយកទៅជំនួសការងារប្រចាំថ្ងៃជំនួសកុំព្យូទ័រនឹងឯងហើយពីសារៈការទៅតែងតែនាំជូននៅរបស់ល្អសម្រាប់អតិថិជនទាំងអស់គ្នាដូចជា tablet នេះតម្លៃសមរម្យហើយគុណភាពខ្ពស់ទៀតថ្មវិញ 8000 mAh កម្លាំងសាក 18W ហើយអ្វីដែលកាន់តែពិសេសនោះគឺវាអាចដាក់SIMទេចេញចូលបានដោយទូរស័ព្ទរបស់យើងអញ្ចឹងបើសិនជាអតិថិជនទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចតាក់ទងមកកាន់សារិកា Cambodia បានគ្រប់ពេលសូមអរគុណសូមជម្រាបលាសារិកា Cambodia ជាក្រុមហ៊ុនផ្គត់ផ្គង់ tablet គុណភាពខ្ពស់ក្នុងតម្លៃសមរម្យចាប់ពីជាង$30ឡើងទៅ